របៀបទាញយកវីដេអូពី TikTok ដោយមិនឲ្យជាប់ logo TikTok ជាពិសេសក៏ដូចជាឆ្លើយតបនឹងសំណួររបស់បងប្រុសមួយគាត់ថាសូមរបៀបទាញយកវីដេអូពីគេ TikTok ណាអញ្ចឹងអូខេទៅអនុវត្តជាមួយខ្ញុំទៅអញ្ចឹងដំបូងឡើយបងប្អូនចូលនៅក្នុងកម្មវិធី TikTok យើងមកចុះបន្ទាប់ពីចូលនៅក្នុងកម្មវិធី TikTok យ៉ាងហើយបងប្អូនជ្រើសរើសចង់យកវីដេអូណាមួយដែលបងប្អូនចង់អញ្ចឹងបងប្អូនអូសមើលថាតើវីដេអូមួយណាដែលយើងចង់យកមកពី TikTok ឧទាហរណ៍ខ្ញុំកន្លែងនេះខ្ញុំយកវីដេអូនេះខ្ញុំចុចកន្លែងសញ្ញា share បន្ទាប់មកខ្ញុំ copy link ហើយបងប្អូនចេញទៅវិញបងប្អូនចូលជ្រោមមកបងប្អូនប្រើអ្វីក៏បានដែរដែលវាអាចទាញយកបានខ្ញុំប្រើជ្រោមក៏បានប្រើអីក៏បានដែរអញ្ចឹងយើងចូល Google ក៏បានដែរអញ្ចឹងដល់កន្លែងនេះបងប្អូនវាយតាមខ្ញុំមកយើងវាយថាTT download មកនេះខាងក្រោមនេះបងប្អូនឃើញនេះបងប្អូនចុចលើហ្នឹងមកយើងចុចចូលទៅណាអញ្ចឹងបន្ទាប់ពីយើងចុចចូលហើយបងប្អូននឹងឃើញនេះមានកន្លោត3កន្លោតនេះបងប្អូនយកអាខមទី3យើងចុចចូលទៅបន្តកន្លែងនេះបងប្អូនផាស link ដែលយើង copy មិញហើយបងប្អូន download ទៅអញ្ចឹងរងចាំបន្តិចវានឹងធ្វើការទាញឲ្យយើងចុះដល់កន្លែងនេះវាឲ្យរឹងរើសយកទំហំបាទវាមាន1080គុណប្រហែលបងប្អូនមើលតាមហ្នឹងបើចង់វីដេអូច្បាស់ល្អដែលកម្រិតគេមកបងប្អូនយកលើគេនេះយក18ណាហ្នឹងហើយអញ្ចឹងចុច download មកវានឹងលោតកន្លែងនេះបងប្អូន download មកអញ្ចឹងចាំប្រហែលជាមួយ plate វានឹងពេញវីដេអូបងប្អូននឹងពេញបងប្អូនចូលទៅមើលកន្លែងនេះកន្លែងយើងរក្សាទុកបងប្អូនចូលមកនឹងឃើញវីដេអូដែលយើងទាញមកឃើញបងប្អូនតែឃើញគឺអត់មានជាប់ logo TikTok ឬក៏អីញ៉ៃទេគឺថាវីដេអូគឺស្អាតមែនទែនហ្នឹងហើយអញ្ចឹងបងប្អូនចុចកន្លែង 3 បងប្អូននឹងឃើញសញ្ញា share នៅកន្លែងនេះអញ្ចឹងយើងចូលទៅក្នុងដើម្បីទុកនៅក្នុងរូបថតក៏ដូចជាស៊ុំណាហើយអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនអញ្ចឹងបើមានចម្ងល់អីបន្ថែមសូម comment នៅខាងក្រោមហើយកុំភ្លេចជួយ follow ម្ដងមួយផងដើម្បីទទួលបានវីដេអូថ្មីអរគុណច្រើនជួបគ្នានៅវីដេអូថ្មី